សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាអរគុណព្រះអង្គសម្រាប់នៅថ្ងៃនេះដែលយើងនៅតែបន្តសិក្សានៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយគ្នាបន្តទៀតហើយនៅក្នុងមេរៀននេះដែរយើងនឹងសិក្សាជាមួយគ្នាអំពីពិធីបុណ្យជាមួយទឹកហើយជាអ្នកបងប្អូនធ្លាប់ឮអំពីពិធីបុណ្យនេះប៉ុន្តែប្រហែលជាអត់ទាន់បានយល់ច្បាស់ហើយនឹងដឹងអំពីអត្ថន័យពិតប្រាកដថាយើងត្រូវការធ្វើពិធីបុណ្យជាមួយទឹកដើម្បីអីក្នុងភាពជាគ្រីស្ទបរិស័ទអញ្ចឹងមានសំណួរមួយសួរថាហេតុអីបានជាយើងត្រូវការធ្វើពិធីបុណ្យជាមួយទឹកជាការពិតណាស់បើសិនជាបងប្អូនបានមើលនៅក្នុងម៉ាថាយជំពូក28ខ19បានចែងថាដូច្នេះចូលចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្សហើយធ្វើពិធីជាមួយទឹកឲ្យគេក្នុងព្រះនាមព្រះបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធនេះគឺជាការបង្គាប់បញ្ជារបស់ព្រះគ្រីស្ទមុនពេលដែលព្រះគ្រីស្ទទ្រង់យាងត្រឡប់ទៅឯនគរស្ថានសួគ៌វិញបន្ទាប់ពីព្រះអង្គមានបញ្ជូនរស់ឡើងវិញហើយព្រះអង្គហៅសិស្សរបស់ព្រះអង្គឲ្យជួបជុំគ្នាហើយនេះគឺជាបទបញ្ជាគឺជាបេសកកម្មដ៏អស្ចារ្យមួយដែលព្រះអង្គបានបង្គាប់ទៅកាន់ពួកសិស្សរបស់ព្រះអង្គបានប្រាប់ថាឲ្យចេញទៅប្រកាសដំណឹងល្អផ្សាយដំណឹងល្អបរិញ្ញាបង្កើតសិស្សពីព្រោះព្រះអង្គបានបង្កើតគេហើយព្រះអង្គបានបង្រៀនគេដឹកនាំពួកគេឲ្យខ្លាចជាសិស្សដែលមានបទពិសោធន៍ជាមួយព្រះអង្គហើយព្រះអង្គសពព្រះハរតីឲ្យអ្នកដែលមានជំនឿលើព្រះអង្គចេញទៅប្រកាសដំណឹងល្អបង្រៀនសិស្សដទៃផ្សេងទៀតហើយដើម្បីឲ្យគេទទួលពិធីបុណ្យជាមួយទឹកដែរអញ្ចឹងយើងឃើញថាពិធីបុណ្យជាមួយទឹកគឺជាការបង្គាប់បញ្ជារបស់ព្រះគ្រីស្ទជាអីដែលព្រះអង្គបានតម្រូវឲ្យអ្នកដែលជឿអ្នកដែលដើរតាមព្រះអង្គបានធ្វើហើយធ្វើនោះគឺធ្វើនៅក្នុងព្រះនាមព្រះបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធហើយបងប្អូនអាចមើលឃើញថាសូម្បីតែមុនពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងចាប់ផ្ដើមចេញធ្វើបេសកកម្មរបស់ព្រះអង្គក៏ព្រះអង្គបានធ្វើពិធីបុណ្យជាមួយទឹកដូចគ្នាដែរដើម្បីនឹងស្របទៅតាមបំណងព្រះハរតីរបស់ព្រះអង្គអញ្ចឹងព្រះអង្គបានបញ្ជាមានន័យថាវាក៏ជាបំណងព្រះハរតីរបស់ព្រះអង្គដែលព្រះអង្គសពព្រះハរតីឲ្យអ្នកដែលដើរតាមព្រះអង្គធ្វើពិធីបុណ្យជាមួយទឹកដូចគ្នាដែរប៉ុន្តែអ្វីដែលយើងកាន់តែឆ្ងល់មួយទៀតនោះយើងឆ្ងល់ថាព្រះគម្ពីរបានប្រាប់យើងថាគ្រាន់តែជឿលើព្រះនាមព្រះយេស៊ូវគ្រីស្ទនោះអ្នកនឹងបានសង្គ្រោះរួចពីបាបតើការធ្វើពិធីបុណ្យជាមួយទឹកមានន័យសំខាន់អីសម្រាប់យើងជាការពិតណាស់យើងបានរៀនមេរៀនមុនជាមួយគ្នាសូម្បីតែប្រកាសផ្សាយដំណឹងល្អដូចគ្នាដែរយើងបានរៀនជាមួយគ្នាយើងគ្រាន់តែប្រាប់គេអំពីការដែលមនុស្សមានបាបហើយការដែលព្រះយេស៊ូវគ្រីស្ទសគត់នៅលើឈើឆ្កាងសង្គ្រោះបាបយើងរាល់គ្នាប៉ុន្តែហេតុអីបានជានៅពេលដែលយើងជឿព្រះអង្គហើយតើយើងត្រូវការធ្វើពិធីបុណ្យជាមួយទឹកទៅអីតើការធ្វើពិធីបុណ្យជាមួយទឹកនោះអាចជួយយើងឲ្យរួចពីបាបមែនការធ្វើបុណ្យពិធីបុណ្យជាមួយទឹកហ្នឹងជាអីមួយដែលនាំឲ្យយើងទទួលបានការសង្គ្រោះឬក៏យ៉ាងណាដោយព្រះគម្ពីរបានប្រាប់ថាគ្រាន់តែជឿលើព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះហ្នឹងតើពិធីបុណ្យជាមួយទឹកមានន័យអីគេសំខាន់សម្រាប់យើងនេះក្នុងយូហានខ្សែទី1ចំពុក1ខ7បានចែងថាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះអង្គជំរះយើងឲ្យបរិសុទ្ធរួចពីគ្រប់អំពើបាបទាំងអស់បាទនៅក្នុងយូហានក៏បានប្រាប់យើងដែរថាអំពើបាបរបស់យើងនេះគឺត្រូវការបានលាងជម្រះឲ្យបានបរិសុទ្ធតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវតើវាពាក់ព័ន្ធអីជាមួយនឹងពិធីបុណ្យជាមួយទឹកហេតុអ្វីបានជាពាក់ព័ន្ធជាមួយទឹកយ៉ាងដូចនេះនៅក្នុងព្រះគម្ពីរកិច្ចការចំពុក12ខ16គឺជាខគម្ពីរមួយដែលព្រះអង្គបានមានបន្ទូលទៅលោកអាណាណាដែលឲ្យគាត់និយាយទៅកាន់ប៉ូលគាត់បាននិយាយថាដូច្នេះបើបងនៅតើបងនៅបង្អែបង្អង់ដល់កាលណាទៀតសូមក្រោកឡើងទទួលពិធីជាមួយទឹកហើយអង្វររកព្រះនាមព្រះអង្គទៅដើម្បីព្រះអង្គលាងបាបឲ្យបាទអញ្ចឹងយើងឃើញថានៅត្រង់កន្លែងនេះគឺជាពេលវេលាមួយដែលសាវកប៉ូលគាត់បានសម្រេចចិត្តជឿព្រះអង្គហើយគាត់បានសម្រេចចិត្តដើរតាមព្រះអង្គហើយគាត់បានផ្លាស់ប្រែចិត្តរួចមកហើយគាត់បានទទួលការសង្គ្រោះប៉ុន្តែព្រះអង្គនៅតែមានបន្ទូលឲ្យលោកអាណាណាសនោះឲ្យលោកប៉ូលបាននៅតែធ្វើពិធីជាមួយទឹកប៉ុន្តែទោះបីជាគាត់ជាមួយទឹកក៏ដោយប៉ុន្តែអត់បានបញ្ជាក់ប្រាប់ថាទឹកហ្នឹងគឺនឹងជំរះបាបទេដែលមានខគម្ពីរនេះបានប្រាប់ថាអង្វររកព្រះនាមព្រះអង្គទៅដើម្បីឲ្យព្រះអង្គលាងបាបឲ្យអញ្ចឹងយើងអាចនិយាយបានថាការជាមួយទឹកគ្រាន់តែជា
ការបង្ហាញទីសម្គាល់នៃការសម្អាតពីព្រោះយើងដឹងថាទឹកគឺមានន័យថាស្អាតទឹកគឺសម្អាតអ្វីដែលកខ្វក់ចេញត្រូវអត់បាទហើយក៏ជាការមួយដែលបង្ហាញពីការផ្លាស់ប្រែចិត្តដែលគេអាចមើលឃើញដែរបើសិនជាយើងនិយាយថាខ្ញុំសម្រេចចិត្តជឿព្រះអង្គហើយចិត្តខ្ញុំបានផ្លាស់ប្រែទៅរកព្រះអង្គហើយតើអ្វីជាទីសម្គាល់ប្រាប់យើងអត់អាចឃើញបានមនុស្សផ្សេងទៀតមើលអត់ឃើញដូចគ្នាអញ្ចឹងហើយការជាមួយទឹកនោះគឺបង្ហាញអំពីការប្រែចិត្តរបស់យើងអាចមើលរូបភាពនេះដែលយើងមើលឃើញថាមុនដួងចិត្តរបស់យើងខ្មៅហើយប្រែមកជាសមានន័យថាយើងប្រែចិត្តពីអំពើបាបរបស់យើងហើយទៅជាសុចរិតបរិសុទ្ធនៃព្រះអង្គតាមរយៈជំនឿលើព្រះអង្គវិញអញ្ចឹងអត់មានណាគេមើលឃើញទេអញ្ចឹងគ្រាន់តែព្រះអង្គប្រាប់ឲ្យធ្វើនោះដូចជាការនិមិត្តសញ្ញាមួយគឺជាការបង្ហាញប្រាប់ពីការផ្លាស់ប្ដូរចិត្តដែរដូចជាលោកសាវកប៉ូលអញ្ចឹងទោះបីជាគាត់ប្រែចិត្តហើយក៏ដោយប៉ុន្តែព្រះអង្គនៅតម្រូវឲ្យគាត់ធ្វើពិធីបុណ្យជាមួយទឹកដែរដើម្បីបង្ហាញពីការដែលគាត់បានស្អាតប្រែចិត្តពីអំពើបាបហើយជឿលើព្រះអង្គអញ្ចឹងយើងឃើញថាការជាមួយទឹកគឺគ្រាន់តែជានិមិត្តរូបគឺជាការសញ្ញាឬក៏ជាការសម្គាល់បង្ហាញដើម្បីឲ្យគេមើលឃើញដើម្បីឲ្យគេដឹងថាយើងពិតជាបានតាំងចិត្តហើយនឹងការផ្លាស់ប្រែចិត្តមករកព្រះអង្គពិតប្រាកដមែនហើយដូចគ្នាដែរការជាមួយទឹកមិនមែនគ្រាន់តែជាការមួយដែលបង្ហាញប្រាប់ថាយើងបានប្រែចិត្តតែប៉ុណ្ណឹងប៉ុន្តែការជាមួយទឹកក៏ជាការមួយបង្ហាញថាយើងនឹងរួបរวมជាមួយនឹងព្រះគ្រីស្ទនេះគ្នាដែរនៅក្នុងកូឡូសជំពូក 2 ខ 12 ព្រះបន្ទូលបានចែងថាពេលបងប្អូនទទួលពិធីជាមួយទឹកបងប្អូនត្រូវកប់នៅក្នុងភ្នូររួមជាមួយព្រះគ្រីស្ទហើយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ទបងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ឡើងវិញបាទអញ្ចឹងយើងបានរៀនអំបញ្ញមិញថាគឺជានិមិត្តរូបជាទីសម្គាល់ថាយើងផ្លាយចិត្តហើយយើងទទួលបានការសម្អាតប៉ុន្តែពិធីជាមួយទឹកមួយទៀតក៏ជាបង្ហាញក្នុងការដែលយើងបានរួបរวมជាមួយនឹងព្រះអង្គដែរជាការពិតទឹកនៅពេលដែលយើងជាមួយទៅលិចទៅគឺមានន័យថាជាការលិចលង់គឺជាការដែលស្លាប់មានន័យថាយើងស្លាប់ខាងអំពើបាបរបស់យើងបានរួមភ្នូរជាមួយព្រះគ្រីស្ទពីព្រោះព្រះគ្រីស្ទបានសគត់ជំនួសបាបរបស់យើងហើយយើងជាមួយទឹកទៅខាងក្នុងនោះគឺជាការមួយបង្ហាញថាអំពើបាបរបស់យើងត្រូវបានផ្ទេរទៅកាន់ការសគត់របស់ព្រះគ្រីស្ទហើយផ្ទេរទៅកាន់ព្រះអង្គដែលទទួលជំនួសបាបរបស់យើងហើយការដែលយើងងើបចេញពីទឹកវិញនោះគឺជាការមួយដែលបង្ហាញថាយើងមានជីវិតថ្មីរួមជាមួយនឹងព្រះអង្គយើងអត់ស្លាប់នៅក្នុងអំពើបាបទៀតទេខកពីប្រាប់ថាម៉េចព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់អញ្ចឹងមិនមែនគ្រាន់តែការជាមួយទឹកហ្នឹងអាចជួយឲ្យបងប្អូនស្អាតអាចជួយបងប្អូនមានជីវិតដែលល្អប្រសើរទេប៉ុន្តែការជាមួយទឹកនោះក៏ជាការមួយដែលបង្ហាញពីជំនឿដែលបងប្អូនបានជឿលើឫទ្ធានុភាពរបស់ព្រះអង្គបើបងប្អូនបានបង្ហាញពីជំនឿថាបងប្អូនពិតជាដើរតាមព្រះគ្រីស្ទជឿទៅលើព្រះគ្រីស្ទមែនហើយការជាមួយទឹកហ្នឹងគឺបង្ហាញថាយើងរួមស្លាប់ជាមួយនឹងព្រះគ្រីស្ទហើយយើងរួមរស់ជាមួយនឹងព្រះអង្គដែរដូច្នេះហើយទើបតម្រូវឲ្យគ្រីស្ទបរិស័ទមានការជាមួយទឹកហើយយើងអាចមើលឃើញបានត្រង់កន្លែងនេះគឺយើងឃើញថាសរុបមកឲ្យអ្នកទាំងអស់គ្នាងាយយល់គឺពិធីជាមួយទឹកមូលហេតុដែលយើងធ្វើពិធីបុណ្យជាមួយទឹកគឺមាន3យ៉ាងទី1គឺការជាមួយទឹកគឺជាការមួយដែលបង្ហាញពីការស្ដាប់បង្គាប់ដោយដែលយើងឃើញនៅក្នុងម៉ាថាយជំពូក28ខ 19 ដល់ខ 20អញ្ចឹងគឺព្រះអង្គបានបង្គាប់យើងព្រះអង្គបានបង្រៀនយើងថាឲ្យយើងចេញទៅបង្កើតសិស្សហើយជាមួយទឹកអញ្ចឹងជាបទបញ្ជាព្រះអង្គអញ្ចឹងយើងត្រូវតែធ្វើតាមមានន័យថាយើងបង្ហាញពីការចុះចូលនៃព្រះអង្គយើងបង្ហាញពីការដែលយើងស្ដាប់បង្គាប់ព្រះអង្គក្នុងការដែលជាអ្នកដើរតាមព្រះអង្គដែរពីព្រោះជាអីដែលព្រះអង្គបញ្ជាអីដែលព្រះអង្គមានបន្ទូលហើយយើងមានទូនាទីក្នុងការស្ដាប់បើព្រះអង្គឲ្យយើងជាមួយទឹកមានន័យថាយើងត្រូវការធ្វើពិធីនោះហើយមួយទៀតការជាមួយទឹកគឺជាទីសម្គាល់នៃការសម្អាតនិងការប្រែចិត្តជាការពិតតាមពិតទៅគឺព្រះអង្គបានស្គាល់ពីចិត្តបងប្អូនទាំងអស់គ្នាព្រះអង្គទូលជ្រាបអំពីគ្រប់ទាំងចិត្តគំនិតរបស់បងប្អូនទាំងអស់គ្នាប៉ុន្តែដូចនិយាយអញ្ចឹងការសម្រេចចិត្តឬក៏
អីមួយក៏ដោយគឺជាពេលខ្លះគឺទាមទារឲ្យមានសកម្មភាពដែរបើមិនជាយើងនិយាយថាគ្រាន់តែស្រឡាញ់តែគេម្នាក់ឬក៏យើងនិយាយថាអូខ្ញុំស្រឡាញ់អ្នកណាប៉ុន្តែយើងអត់បានសម្ដែងនៅកាយវិការណាមួយឲ្យគេឃើញតើគេអាចនឹងជឿបានឬអត់ដូចគ្នាដែរបើមិនជាបងប្អូនគ្រាន់តែថាជឿព្រះអង្គសម្រាប់ចិត្តជឿព្រះអង្គមិនតែអត់បានបង្ហាញអ្នកដទៃអត់បានបង្ហាញពីការតាំងចិត្តឬក៏អីខ្ញុំគិតថាវាក៏មិនទាន់គ្រប់គ្រាន់ដែរអញ្ចឹងការធ្វើពិធីជាមួយទឹកគឺជាទីសម្គាល់មួយដែលបង្ហាញថាយើងទាំងអស់គ្នាបានស្អាតហើយយើងទាំងអស់គ្នាបានកែប្រែចិត្តជឿទៅលើអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយអញ្ចឹងយើងបង្ហាញដូចជាការប្រកាសដែលប្រាប់អ្នកដទៃដូចគ្នាដែរបានប្រកាសប្រាប់ថាយើងបានស្អាតពីអំពើបាបតាមរយៈលោហិតរបស់ព្រះគ្រីស្ទដែលព្រះគ្រីស្ទគត់ជំនួសយើងហើយយើងនឹងមិនមែនជាអ្នកដែលដើរតាមចិត្តគំនិតរបស់យើងទៀតទេប៉ុន្តែយើងសម្រេចចិត្តប្រែចិត្តរបស់យើងក្នុងការដែលដើរទៅតាមអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទវិញហើយមួយទៀតនោះការជាមួយទឹកគឺជាការមួយដែលបង្ហាញថាយើងរួមជាមួយនឹងព្រះគ្រីស្ទយើងឃើញថាព្រះគ្រីស្ទទ្រង់បានជាមួយទឹកដែរព្រះអង្គបានសគត់នៅលើឈើឆ្កាងដែលរងទុកជំនួសបាបរបស់យើងហើយព្រះអង្គមានបញ្ជូនរស់ឡើងវិញអញ្ចឹងយើងជឿទៅលើឫទ្ធានុភាពនេះយើងជឿថាកិច្ចការដែលព្រះអង្គបានធ្វើនោះគឺសង្គ្រោះយើងទាំងអស់គ្នាឲ្យរួចផុតពីបាបអញ្ចឹងយើងទទួលការជាមួយទឹករួមជាមួយនឹងព្រះអង្គមានន័យថាអីដែលយើងលិចបាត់ទៅភ្នោនោះគឺជាការដែលយើងរួមភ្នោជាមួយព្រះអង្គអំពើបាបរបស់យើងត្រូវបានលិចកប់ទៅក្នុងទឹកនោះដែរហើយយើងងើបមកវិញគឺជាការមួយដែលបង្ហាញថាយើងរួមរស់ជាមួយនឹងព្រះគ្រីស្ទយើងឈ្នះនៅទាំងសេចក្តីស្លាប់ហើយឈ្នះនៅគ្រប់អស់ទាំងអំពើបាបទាំងប៉ុន្មានដែលមាននៅក្នុងយើងពីមុនមកដែរហើយការជាមួយទឹកនោះក៏ដូចជាការដែលបង្ហាញអំពីអត្តសញ្ញាណថ្មីមួយថាយើងបានចូលជាសមាជិកនៃគ្រួសាររបស់ព្រះអង្គហើយដូចជាយើងរស់នៅប្រទេសកម្ពុជាអញ្ចឹងយើងធ្វើអត្តសញ្ញាណប័ណ្ណគឺបង្ហាញថាយើងគឺជាប្រជាពលរដ្ឋខ្មែរមានសិទ្ធិរស់នៅជ្រកកោននៅក្នុងប្រទេសខ្មែរអីអញ្ចឹងដូចគ្នាដែរការជាមួយទឹកបង្ហាញដូចជាអត្តសញ្ញាណអញ្ចឹងគឺនៅប័ណ្ណអញ្ចឹងដូចជាខិត្តប័ណ្ណបង្ហាញថាយើងមានកាតសមាជិកនៃគ្រួសាររបស់ព្រះអង្គហើយយើងបានបង្ហាញប្រកាសប្រាប់គេថាយើងបានសម្រេចចិត្តដើរតាមព្រះអង្គដូចគ្នាដែរអរគុណព្រះអង្គហើយព្រះគម្ពីរមានតែប៉ុណ្ណេះទេហើយខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាហើយជាពិសេសអ្នកដែលអត់ទាន់មានការជាមួយទឹកខ្ញុំលើកទឹកចិត្តថាបើសិនជាបងប្អូនបានសម្រេចចិត្តក្នុងការដែលដើរតាមអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយបងប្អូនចង់ប្រកាសប្រាប់គេថាបងប្អូនបានស្ដាប់បង្គាប់ព្រះអង្គចង់ប្រកាសប្រាប់គេថាបងប្អូនពិតជាបានប្រែចិត្តហើយរួមរស់ជាមួយនឹងព្រះអង្គរួមដើរតាមព្រះអង្គនោះសូមទទួលការជាមួយទឹកជាការមួយដែលបង្ហាញពីការចោះចូលការស្ដាប់បង្គាប់ហើយយើងធ្វើទៅតាមអ្វីដែលជាបំណងព្រះハរតីព្រះអង្គដូចគ្នាដែរអរគុណព្រះអង្គសូមព្រះអង្គប្រទានពរបងប្អូនទាំងអស់គ្នា